តើអ្នកជឿទេនៅលើពិភពលោកមានកោះជាច្រើនដែលមានទឹកសមុទ្រពណ៌ខៀវថ្លានិងធម្មជាតិដ៏ស្រស់ស្អាតប៉ុន្តែគ្មានមនុស្សរស់នៅជាអចិន្ត្រៃយ៍តើហេតុអ្វីបានជាកោះទាំងនោះគ្មានអ្នករស់នៅតោះទៅស្វែងយល់ទាំងអស់គ្នាកោះមួយដែលល្បីនោះគឺអាល់ដាប្រាអាថូលស្ថិតក្នុងប្រទេសសេហែលវាជាកោះផ្កាថ្មដ៏ធំបំផុតមួយលើពិភពលោកហើយមិនមានមនុស្សរស់នៅជាអចិន្ត្រៃយ៍ទេមូលហេតុគឺដើម្បីការពារធម្មជាតិនិងសត្វព្រៃអាល់ដាប្រាជាជម្រករបស់អណ្ដើកយក្សជាង100,000ក្បាលនិងសត្វស្លាបកម្រិតជាច្រើនប្រភេទដោយសារតែវាជាតំបន់ការពារការចូលទៅកាន់កោះនេះត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងទឹកសមុទ្រនៅជុំវិញកោះថ្លាខ្លាំងនិងសម្បូរទៅដោយផ្កាថ្មត្រីនិងសត្វសមុទ្រជាច្រើនវាត្រូវបានអង្គការ UNESCO ចុះបញ្ជីជាបេតិកភណ្ឌពិភពលោកមិនមែនអ្នកណាក៏អាចទៅលេងបានដែរភាគច្រើនមានតែក្រុមអ្នកស្រាវជ្រាវនិងអ្នកអភិរក្សធម្មជាតិដែលទទួលបានការអនុញ្ញាតប៉ុណ្ណោះភ្ញៀវទេសចរមានចំនួនតិចណាស់ដើម្បីកុំឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីនៅលើពិភពលោកមានកោះជាច្រើនទៀតដែលគ្មានមនុស្សរស់នៅជាអចិន្ត្រៃយ៍ដូចជាកោះ Devon នៅប្រទេសកាណាដាកោះ Hashima នៅប្រទេសជប៉ុនធ្លាប់មានមនុស្សរស់នៅប៉ុន្តែឥឡូវគ្មានអ្នករស់នៅអចិន្ត្រៃយ៍កោះ Palmyra Atoll មហាសមុទ្រប៉ាស៊ីហ្វិកហេតុអ្វីបានជាគេមិនរស់នៅទីនោះមូលហេតុរួមមានខ្វះទឹកសាបពិបាកដឹកជញ្ជូនត្រូវបានការពារជាតំបន់អភិរក្សមិនមានហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការរស់នៅបើអ្នកមានឱកាសតើអ្នកចង់ទៅទស្សនាកោះដែលគ្មានមនុស្សរស់នៅនេះដែរឬទេសូមខមមិនប្រាប់ខ្ញុំផងបើអ្នកចូលចិត្តវីដេអូបែបចំណេះដឹងអំពីពិភពលោកសូមចុច Like Subscribe និង Share ដើម្បីគាំទ្រ Channel របស់យើងសូមអរគុណហើយជួបគ្នានៅវីដេអូបន្ទាប់